សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសូមមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅសម្រាប់ប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin កីឡាករវ័យត្រឹម18ឆ្នាំ Taufik Saidu បានបង្កើតប្រវត្តិសាស្ត្រសម្រាប់ខ្លួនដោយបានបង្ហាញខ្លួនលើកដំបូងនៅ La Liga ជាមួយ Atletico Madrid ក្នុងការប្រកួតធំជាមួយ FC Barcelona Saidu កាយនៅអាក្រាហើយបានចូលរួមជាមួយយុវជន Atletico តាំងពីអាយុ9ឆ្នាំគាត់បានអភិវឌ្ឍខ្លួនល្អគ្រប់កម្រិតនិងធ្លាប់ធ្វើជាកាពីតានក្រុម U17 របស់អេស្ប៉ាញផងដែរការបង្ហាញខ្លួននេះបង្ហាញពីការខិតខំប្រឹងប្រែងរយៈពេលវែងរបស់គាត់សមត្ថភាពក្នុងការគ្រប់គ្រងបាល់មើលហ្គេមនិងលេងយ៉ាងមានសមាហរណភាពវាក៏បង្ហាញថា Atletico Madrid កំពុងផ្ដោតលើការលើកកម្ពស់កីឡាករវ័យក្មេងពី Academy ទៅកាន់ក្រុមធំផងដែរអ្នកគាំទ្រកំពុងរងចាំមើលថាតើ Saidu អាចសម្របខ្លួននិងបង្ហាញសមត្ថភាពបានល្អយ៉ាងណាក្នុងលីកដ៏ខ្លាំងដូចជា La Liga សរុបSaidu ចាប់ផ្ដើមអាជីពធំយ៉ាងល្អនិងអាចក្លាយជាអនាគតរបស់ Atletico Madrid